ចេញមកជាដំបងខ្ញុំសុំគោរពមករៀមដៃទាំង10សំពះគោរពពីចម្ងាយពុកម៉ែបងប្អូននៅក្នុងឬឯនាយតែងតែស្ដាប់ទស្សនាការរ៉េបបរិយាយខ្ញុំបាទ DJ ខ្លាំងកូនខ្មែរក្នុងស្រុកមកពីចំការស្រែកាត់នៅភូមិបឹងកណ្ដាលឃុំខ្ពស់បាទៀវសុកលើកឯកខេត្តកណ្ដាលអនុសាក្មេងវ័យចងចាំមកភ្លេចរហូតធំដឹងក្តីចូលរៀនដំបងតាំងពីថ្នាក់មត្តេយ្យគ្រូធ្លាប់បង្រៀនមានប្រុសមានស្រីនៅគ្រូទូចនៅគ្រូអូនលោកគ្រូផិនលោកគ្រូភ័ក្រលោកគ្រូវឿនបង្រៀនក្នុងពេលរាត្រីគេហៅអក្ខរកម្មរៀនយប់រៀនថ្ងៃកាលនៅលោកគ្រូវិជានិយុទ្ធសាលាដល់មានវិជាប្រៃទុចស្រឡាញ់សិល្បៈដកជាប់ហារតីកាច់កូតបេះសណ្ដែកមើលគ្រូគ្វាក្របីស្រែកជ្រឹងអាឡេអាឡូតាមអូបឹងព្រៃធ្វើការមិនហត់បានមាត់ជាតន្ត្រីចំនួនស្ដាប់បទជូកធំបាសចាក់កសារំឡើងហុយដីនឹកឃើញរឿងចាស់ហាក់នៅថ្មីហេតុតែចិត្តស្រឡាញ់ចម្រៀងដូនតន្ត្រីចិត្តតែគិតប្រាថ្នាថ្ងៃណានៅមាននិស័យបានច្រៀងលើឆាកមានហ្វេនផ្ទះដៃប៉ុននឹងក៏សប្បាយទុំមិនបានល្បីពេលវេលាកន្លងអស់ច្រើនខែថ្ងៃខ្ញុំក៏ចេញពីស្រុកស្វែងរកក្តីសម័យក៏សម្រេចបំណងនៅលើវិថីសិល្បៈមួយនេះតាំងចិត្តអត់ធ្មត់ដល់លើផ្លូវត្រួសត្រាយឈានដល់គោលដៅចិត្តយើងនៅសប្បាយរឿងធំទៅជាតូចរឿងតូចទៅជាគ្មានពេលដែលយើងមានតម្លៃរឿងរ៉ាវវែងឆ្ងាយសុំនិយាយខ្លីប្រាប់សេចក្តីបន្ទាប់រឿងរ៉ាវថ្មីមនុស្សជើងកើតមករស់លើផែនដីមានសាច់មានឈាមស្គៀងសំរិញរៃមានខ្ពស់មានទៀបមានវែងមិនខ្លីខ្វេខ្វងវិការអនាថាក្រោះក្រីការគិតផ្សេងគ្នាមនុស្សសពងាយអ្នកអាក្រក់មានទឹកចិត្តព្រៃផ្សាយសុំបីតែការនិយាយស្រាប់ទៅជួជាតិក្រោតគ្រៀបអាប់ព្រៃនិយាយពីនេះនិយាយពីនោះនាំចំនួនយប់ថ្ងៃមនុស្សល្អមានច្រើនដេកដើរឈរអង្គុយគិតតែរឿងល្អមានក្រសថីចែករំលែកក្តីសុខទូអាហារនោះចំណីមិនល្អគ្រប់10បាន6 7 8សុខាយើងផុយជីវិតយើងខ្លីក្មេងកាន់តែធំខ្ញុំកាន់តែចាស់ទៅរក់បដូរផ្លាស់ចាស់ស្លាប់ពេញដីសក់ខ្មៅទៅមុនសក់សធ្វើឲ្យកម្លាំងកាយមាំមួនដូចក្មេងអាយុ20ក្មេងអាយុ30 40ទ្រុឌទ្រំសឹងអីជំងឺចូលរួមរិទ្ធចង្ឆ្អែងជើងដៃបាត់ទៅម្ដងមួយដេកគិតព្រួយភ័យសេចក្តីស្លាប់ជាមកផុតរស់ឲ្យមានតម្លៃមុនរលត់ទៅវិញចេញបាត់ពីផានដីប្រឹងសាងអំពើល្អបបថ្លាថ្លៃចម្រៀងខ្ញុំតែងនិពន្ធបើមានពាក្យពេចន៍ស្រាលធ្ងន់សុំមេត្តាអភ័យប្រឹងស្ដាប់យូរបន្តិចនឹងយល់ខ្លឹមសារអត្ថន័យសរសេរតាំងពីម៉ោង1រហូតទៅដល់ម៉ោង3ថ្ងៃទី12 2026ក្នុងខែ3រៀបរាប់តាក់តែងថ្លាថ្លែងសម្ដីជូនបងប្អូនហ្វេនចាស់ហ្វេនថ្មី share ដាក់បេះដូងចុច like មេដាយចុច like មេដាយ